សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចុះសួរសុខទុក្ខវីរៈជនដែលរងរបួសក្នុងសមរភូមិកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយក្តីក្តុកក្តួលរំជួលចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងថ្ងៃទាំងយប់នៅរសៀលថ្ងៃទី15ខែធ្នូស្មិញនេះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ដល់ជនវីរៈជនការពារបូរណភាពទឹកដីដែលរងរបួសក្នុងសមរភូមិកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរៈជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាកព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់ខ្លួនរបស់សម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ស្ថិតនៅក្នុងក្តីដ៏ក្រក្តួលនេះសម្ដេចគតិប្រិទ្ធបណ្ឌិតបាននាំនៅព្រះរាជបណ្ដាំផ្ដាំភ្ញើសួរសុខទុក្ខក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាពិសេសការកោតសរសើរស្ងប់ស្ងាញចំពោះទឹកចិត្តដ៏អង្អាចក្លាហានហ៊ានពលិកម្មគ្រប់យ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់វីរៈជនគ្រប់រូបសូមឆាប់បានជាសះស្បើយឡើងវិញវីរៈជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបមានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាមាតាមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូបនិងសូមប្រសិទ្ធពរជូនពរសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជនមានអាយុយឺនយូរដើម្បីជាម្លប់ដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជារៀងដរាប